យើងគ្រប់គ្នាពិតជាចង់បញ្ចេញសម្លេងទៅកាន់ពិភពលោកថាប្រជាជនកម្ពុជាគឺជាអ្នករងគ្រោះដោយសារសង្គ្រាមឈ្លានពានអាយុជីវិតរបស់យើងទ្រព្យសម្បត្តិផ្ទះសម្បែងរបស់យើងសម្បត្តិវប្បធម៌របស់យើងស្ថិតក្រោមការគំរាមកំហែងពីការឈ្លានពានដ៏អយុត្តិធម៌ពីប្រទេសថៃទាំងនេះគឺមិនមែនត្រឹមតែជាចំនួននៃព្រំដែននោះទេប៉ុន្តែវាគឺជាសង្គ្រាមដែលបំផ្លាញគ្រួសារដោយការសម្លាប់ជនស៊ីវិលស្លូតត្រង់និរិះព្រាត់ប្រាសមកលើស្ត្រីកុមារមនុស្សចាស់ជរាគឺពួកគាត់ត្រូវបានរងគ្រោះក្នុងភ្លុកភ្លើងសង្គ្រាមពួកគាត់ត្រូវតែបង្ខំចិត្តរត់ភៀសខ្លួនចេញពីស្រុកកំណើតជាទីស្រឡាញ់រស់នៅក្នុងសភាពភ័យខ្លាចគ្រប់វិនាទីបើទោះបីជារៀបរាប់នៃទំហំនៃការបាត់បង់រាប់មិនអស់តែយើងខ្ញុំសូមបញ្ចេញសម្លេងនេះឲ្យអន្តរជាតិបើកចិត្តនិងចាត់វិធានការលើការឈ្លានពានដ៏អយុត្តិធម៌មួយនេះពីសំណាក់ប្រទេសថៃមកលើកម្ពុជាកំពុងរស់នៅក្នុងសន្តិភាពមិនដែលចង់ភ្លក់ភ្លើងសង្គ្រាមម្ដងណាទេដូចនេះប្រជាជនយើងគួរតែទទួលបានយុត្តិធម៌កិត្តិយសនិងសុវត្ថិភាពហើយពិភពលោកក៏មិនគួរនៅស្ងៀមមើលស្ថានភាពនៃរំលោភបំពានដ៏ធ្ងន់ធ្ងរពីប្រទេសថៃនោះដែរសាររូបភាពសម្លេងដែលពួកយើងផ្ដល់ឲ្យគឺជាការពិតនិងទាមទារឲ្យបញ្ចប់អំពើហិង្សាមកលើពួកយើងដែលជាប្រជាជនតូចតាចមានចរិតស្លូតត្រង់រុះរាយរាក់ទាក់សូមកុំបោះបង់ពួកយើងឈរនៅទីនេះដើម្បីប្រជាជនកម្ពុជាគឺពួកយើងឈរដើម្បីមនុស្សជាតិសូមផ្ដល់យុត្តិធម៌មកកាន់ប្រទេសនិងប្រជាជនកម្ពុជា